នេះគឺជាមន្ត្រីក្រអលពៅស្ងោដែលបានបំភ្លឺភូតផលកុហកមហាជននិងបានបំភ្លឺព័ត៌មានភូតកុហកថ្នាក់ដឹកនាំដើម្បីការពារតំណែងមេរបស់ខ្លួនដែលជាជនល្មើសទោះបីជាមានមន្ត្រីក្រអលពៅស្ងោមួយរូបចេញមុខមកបកស្រាយបំភ្លឺដើម្បីភូតផលកុហកថ្នាក់ដឹកនាំយ៉ាងណាក៏ជនល្មើសនៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់បាននោះទេជាក់ស្ដែងការពិតត្រូវបានលាតត្រដាងក្រោមដីកាបង្គាប់របស់តុលាការខេត្តព្រះវិហារដោយសម្រេចឲ្យឃុំខ្លួនឈ្មោះណុតសុភ័ណ្ឌអតីតអភិបាលស្រុកត្បៃមានជ័យខេត្តព្រះវិហារដាក់ពន្ធនាគារក្រោមបទចោទប្រទុះកេរខ្មាស់មានស្ថានទម្ងន់ទោសសូមរំលឹកឲ្យដឹងថាកាលពីប៉ុន្មានខែកន្លងទៅក្នុងអំឡុងឆ្នាំ2025ស្ត្រីម្នាក់ដែលជាជនរងគ្រោះត្រូវបានលោកណុតសុភ័ណ្ឌអតីតអភិបាលស្រុកត្បៃមានជ័យលោកលន់បៀតបៀនលើរូបរាងកាយប៉ុន្តែបែរជាត្រូវមន្ត្រីម្នាក់ចេញមុខមកអះអាងថាជាអ្នកនាំពាក្យរបស់លោកណុតសុភ័ណ្ឌនិងបានបកស្រាយបំភ្លឺដោយចោទប្រកាន់ទៅកាន់ស្ត្រីរងគ្រោះថាការលើកឡើងរបស់ស្ត្រីរងគ្រោះមិនមែនជាការពិតនោះទេហើយមន្ត្រីម្នាក់នោះក៏បានបកស្រាយបំភ្លឺភូតកុហកថ្នាក់ដឹកនាំដោយមានចេតនាការពារតំណែងមេរបស់ខ្លួនទាំងដឹងដែរថាមេរបស់ខ្លួនគឺជាជនល្មើសល្មោបកាមតណ្ហាទោះយ៉ាងណាទេវតាមានភ្នែកទើបថ្មីនេះការពិតត្រូវបានលាតត្រដាងក្រោមដីកាបង្គាប់របស់តុលាការខេត្តព្រះវិហារបានសម្រេចឲ្យឃុំខ្លួនឈ្មោះណុតសុភ័ណ្ឌអតីតអភិបាលស្រុកត្បៃមានជ័យខេត្តព្រះវិហារក្រោមបទចោទប្រទុះកេរខ្មាស់មានស្ថានទម្ងន់ទោសបញ្ហានេះមហាជនក៏បានស្នើសុំទៅកាន់ថ្នាក់ដឹកនាំសូមឲ្យមានវិធានការរដ្ឋបាលណាមួយទៅកាន់មន្ត្រីដែលបានចេញមុខមកអះអាងថាខ្លួនជាអ្នកនាំពាក្យរបស់លោកណុតសុភ័ណ្ឌអតីតអភិបាលស្រុកត្បៃមានជ័យនិងបាននាំពាក្យភូតផលកុហកមហាជននិងបានភូតផលកុហកថ្នាក់ដឹកនាំដើម្បីការពារតំណែងរបស់មេរបស់ខ្លួនដែលជាជនល្មើសស្ត្រីរងគ្រោះក៏បានអំពាវនាវស្នើសុំទៅកាន់ស្ថាប័នតុលាការសូមឲ្យមេត្តាពន្លឿននីតិវិធីដោយផ្ដន្ទាទោសកាត់ទោសទៅលើជនល្មើសឲ្យបានឆាប់រហ័សដើម្បីឲ្យខ្លួនទទួលបានភាពយុត្តិធម៌ពេញលេញ